បាទពុកម៉ែបងប្អូនជំរាបសួរវិលមក Channel កចេះហ្វុំភាគឦសានបាទកុំភ្លេចជួយចុច Like Subscribe Channel YouTube ខ្ញុំម្នាក់មួយផងពុកម៉ែបងប្អូនបាទសម្រាប់ការគ្រប់គ្រងបាទហើយថ្ងៃនេះខ្ញុំបាននាំវីដេអូឲ្យពុកម៉ែបងប្អូនមើលខាងត្រើយខាងលិចចុះពីស្ពានមកបាទអញ្ចឹងផ្លូវនេះគឺផ្លូវឡើងទៅកាន់ផ្សារកំពែងចាក់ទៅខាងកំពង់ធំហើយខ្ញុំជិះម៉ូតូឯងបងប្អូនមានបងប្អូនច្រើនខ្ញុំជិះឡានជួយថតបង្ហាញផ្លូវទៅផងតែសំខាន់ខ្ញុំមានតែម៉ូតូឯងបាទជិះម៉ូតូខ្ញុំចង់បង្ហាញដែរបងប្អូនតែផ្លូវវាហុយពេកមើលផ្លូវអត់ឃើញទេបាទចង់ខូចសួតជិះម្ដងបាទអញ្ចឹងផ្លូវកន្លែងនេះគឺរៀងឡើងទូលបងប្អូនបាទកន្លែងនេះម្ដុំនេះសបោដីបងប្អូនណាចង់ទិញដីបាទអាចខមមិនក៏បានឆាតមកតាម page របស់ខ្ញុំក៏ចេះពំពាអេសានក៏បានដូចគ្នាបងប្អូនបាទដីតាមនេះគឺមានគេលក់ច្រើនបាទបងប្អូនបាទតម្រូវការអាចប្រាប់ខ្ញុំបានដីតាមនេះអនាគតទៅគឺសិតតែមនុស្សហើយបាទហើយដីក្រហមមានជីទៀតបងប្អូនទិញមកដាំអីក៏បានដែរបាទព្រោះអីកន្លែងនេះគឺកន្លែងដីក្រហមដែរបាទអញ្ចឹងផ្លូវនេះជិះពីស្ពានមកដូចជាដល់ផ្សារកប៉ែងថាខ្ញុំថា10គីឡូហ្មងបងប្អូនថាចិត្តដល់ផ្សារកប៉ែងតែជាក់ស្ដែងផ្លូវនេះធ្វើបានដល់10គីឡូទេបងប្អូនបាទអញ្ចឹងខ្ញុំឆែកតាម Google Map ពីស្ពានចុះឡើងមកដល់ត្រឹមផ្សារកប៉ែងគឺថាយើងម៉ៃតែ10គីឡូចុះបងប្អូនបាទអញ្ចឹងដីម្ដុំនេះបាទបងប្អូនត្រូវមានលុយទិញឲ្យហើយបើតើធូរថ្លៃបងប្អូនទៅមុខទៀតនឹងឡើងថ្លៃហើយបាទអញ្ចឹងផ្លូវនេះគេក្រៅកស៊ូទៅដល់ត្រឹមសាងៀតអញ្ចឹងបងប្អូនអាចមើលវីដេអូពីដើមដល់ចប់ហើយនឹងមើលទេសភាពជុំវិញដាក់ខ្ញុំថតនេះបាទបងប្អូនបាទអញ្ចឹងគឺថាទេសភាពតាមនេះបើសិនជាអ្នកចំហាយមកនៅបាទធ្វើទៅផ្ទះនៅហើយព្រឹកឡើងងើបមកធម្មជាតិសុទ្ធសាធហ្មងបងប្អូនបាទខ្ញុំរីកមិនឲ្យអញ្ចឹងហ្មងបាទឲ្យថាពិបាកចិត្តអីខ្ញុំជិះមកខាងហ្នឹងហើយបាទគឺបានមើលទេសភាពអីជំវិញខ្លួននៅតាមហ្នឹងគឺថាសស្អាតបងប្អូនមើលហើយបាទមើលតែខ្ញុំថតជិះម៉ូតូក៏ដឹងដែរបាទគឺថាទេសភាពគឺស្អាតញាក់សាច់ហើយសិតតែស្វាយចន្ទីបាទពេលច្រើននៅតាមនេះគេដាំកប់ស្វាយចន្ទីបងប្អូនបាទហើយចង់និយាយប្រាប់បងប្អូនថាខ្ញុំអត់មានអីជិះទៅថតទៅដល់ផ្លូវបំបែកកន្លែងដែលបងប្រុសនោះគាត់ប្រាប់ដែរបាទជិះទៅដល់ខាងនោះគឺផ្លូវបំបែកមានផ្លូវបំបែកច្រើនក្នុងហ្នឹងបាទតែខ្ញុំមើលផែនទីផ្លូវបំបែកច្រើនដែរអាចនឹងជិះវែងបងប្អូនបាទអត់ស្គាល់ផ្លូវមុំវែងតាមហ្នឹងបើយើងជិះអញ្ចឹងយើងចង់សួរថាផ្លូវទៅកំពង់ធំទៅខាងណាបងប្អូនចុះសួរបងប្អូនដែលនៅចិត្តនឹងតិចទៅបាទគាត់នឹងប្រាប់ហើយអត់កណាញ់ទេបងប្អូនបាទយើងចុះសួរគាត់ទៅកុំឲ្យវែងផ្លូវបងប្អូនខ្លះគាត់ថាអូខ្ញុំជិះវៀងប្រហែល100គីឡូមកដល់គាត់ស្គាល់ផ្លូវបាទអញ្ចឹងខ្ញុំរីកមិនឲ្យបងប្អូនជិះមកផ្លូវនេះវាចង់ទៅកំពង់ធំបាទផ្លូវគឺទៅបានបងប្អូនណាតែសំខាន់ផ្លូវអត់ស្អាតទេដល់ខែនេះគឺផ្លូវលំផ្លូវគោះលំឯងការកស៊ូក៏នៅដែរបាទអញ្ចឹងខ្ញុំអត់ឲ្យបងប្អូនជិះទេបាទខែភាសាហើយអត់ឲ្យជិះបាទអញ្ចឹងបងប្អូននេះផ្លូវពីស្ពាននោះចុះបានទៅត្រឹមនេះសាងៀតហ្នឹងបាទអញ្ចឹងខ្ញុំក៏ថតឡើងទៅស្ពានវិញបងប្អូនបាទអញ្ចឹងខ្ញុំរៀងកាត់វីដេអូក៏ហើយបាទរៀងថតយូរតិចបងប្អូនខាងជិលមើលបាទអញ្ចឹងខ្ញុំរៀងធ្វើវីដេអូខ្លីៗបាទដើម្បីឲ្យបងប្អូនបានមើលផ្លូវទេសភាពហើយស្ពាននេះគឺស្ពានលំដាប់វែងជាងគេលើប្រទេសកម្ពុជានៅក្នុងប្រទេសកម្ពុជាគឺលំដាប់ទី3បាទអញ្ចឹងបងប្អូនកុំភ្លេចជួយតាមដាន Channel YouTube ខ្ញុំម្នាក់មួយផងខមមិនលើកទឹកចិត្តម្នាក់មួយអាចនឹងខ្ញុំថតវីដេអូបង្ហាញផ្លូវកាត់ទៅកំពង់ធំបំបែកត្រង់កន្លែងណាខ្លះបាទកុំភ្លេចជួយតាមដាន Channel ខ្ញុំម្នាក់មួយផងបងប្អូនបាទដើម្បីឲ្យអ្នកខ្លះអត់ទាន់ស្គាល់បាទ share ក៏បានដែរបាទដើម្បីចង់ដឹងផ្លូវអញ្ចឹងបាទអញ្ចឹងវីដេអូខ្ញុំចប់តែប៉ុណ្្នឹងឯងបងប្អូនបាទអរគុណជំរាបលា